ស្ដីដល់គ្នាពេលនេះយើងរៀនអំពីបដូររូបភាពពីធំទៅតូចជាដំបូងយើងចូលទៅ Photoshop ហើយយើងចូលទៅ File ហើយជ្រើសយក Open ដើម្បីជ្រើសរើសរូបភាពដែលយើងត្រូវការពេលនេះយើងអានរូបភាពហើយយើងចូលទៅ Mixer ដើម្បីជ្រើសយក Mixer Scene ដើម្បីបដូរទំហំរូបភាពពីធំទៅតូចនេះយើងអានទំហំរូបភាពប៉ុណ្ណេះយើងចង់បដូរអ្វីដែលខ្ញុំចង់ប្រាប់គឺតែប៉ុណ្ណឹងហើយខ្ញុំសូមបញ្ចប់